và con trời bột và tua chạy chỗ này và con bột tua chạy chỗ này nó con á bớt sân chờ con miền lấy tua chạy pi tông dương thực bột chỗ này lấy nhưng mà tua chạy dương miền lấy tầm một tông tề cứ lấy làm pi và dương ăn bảo bột tế cứ dương sẽ lấy làm pi tầm đòn tạoแล้วกูsẽ lấy làm pi chỗ vàแล้วlấy pi con banมาปีหน้าដាក់កន្លែងហ្នឹងបាទកន្លែងលេខ2នេះកូនត្រូវបូកចម្លើយចូលគ្នាបូកណាកូនណាបូកពេលថាបូកចូលគ្នាដាក់ចូលគ្នាឲ្យរាប់តែឥឡូវយើងមើលចម្លើយយើងគឺ8ឬ4យើងបូកចូលគ្នាមកបាទ8បូកនឹង0 8 8បូក4 12កូនឃើញហ្មងកូនឃើញ10 12កូនឃើញលេខ2ខ្ទង់បាទលេខ2ខ្ទង់យើងអត់ទាន់ចូលជាផ្លូវការបានទេយើងត្រូវការបូកបន្តទៅទៀតដើម្បីឲ្យចេញលេខ1ខ្ទង់តែឥឡូវយើងបូកទៀតមកបាទស្មើនឹង1បូកហ្នឹងនឹង2 1បូក2ស្មើ3ឥឡូវលោកគ្រូសេលេខ3បាទសេលេខ3នេះមកសួស្តីលោកគ្រូនិងសិស្សានុសិស្សទាំងអស់ថ្ងៃនេះផងដែរគឺលោកគ្រូលើកយកមេរៀនមួយទាក់ទងទៅនឹងបាទការបញ្ជាក់លទ្ធផលចែកតើយើងចែកហើយដើម្បីថាចម្លើយយើងត្រឹមត្រូវឬខុសបាទយើងត្រូវការបញ្ជាក់បាទតើគេបញ្ជាក់យ៉ាងម៉េចបាទរបៀបបញ្ជាក់លេខចែកបាទឥឡូវថ្ងៃនេះគឺលោកគ្រូបាទលើកយកបាទរបៀបបញ្ជាក់លេខចែកមកបង្រៀនកូនឲ្យចេះទាំងអស់គ្នាពេលយើងគណនាហើយយើងបញ្ជាក់មើលតើចម្លើយយើងត្រូវឬក៏ខុសតោះឥឡូវកុំឲ្យខាត់ពេលបាទទៅមើលនឹងរបៀបបញ្ជាក់លេខចែកជាមួយលោកគ្រូទាំងអស់គ្នាតើឥឡូវលោកគ្រូមានសញ្ញាលេខគុណមួយដើម្បីបញ្ជាក់លេខចែកបាទឬក៏យើងធ្វើប្រមាណវិធីគុណតែម្ដងបាទឥឡូវលោកគ្រូបង្ហាញបាទរបៀបបញ្ជាក់សញ្ញាលេខគុណបាទលោកគ្រូឥឡូវលោកគ្រូដៅចំណុចឲ្យលេខ1លេខ2បាទលេខ3លេខ3បាទតោះឥឡូវកុំឲ្យកាត់ពេលតែកន្លែងលេខ1លេខ2លេខ3យើងបានលេខមកពីណាមកដាក់កន្លែងហ្នឹងឲ្យដឹងថាចម្លើយយើងត្រូវឬខុសបាទកន្លែងលេខ1បាទលេខ1ខាងលើនេះបាទកូនត្រូវបូកបាទតួចែកចូលគ្នាបាទកូនបូកតួចែកចូលគ្នាណាកូនណាបើសិនជាកូនមានលេខតួចែក2ខ្ទង់យើងត្រូវបូកចូលគ្នាឥឡូវយើងមើលតួចែកយើងមានលេខតែ1ខ្ទង់ទេគឺលេខ7បើយើងអត់ពិបាកបូកទេគឺយើងសរសេរលេខ7តែម្ដងតោះឥឡូវគ្រូសេលេខ7ចូលបាទឥឡូវលេខ2កូនបានមកពីណាដាក់កន្លែងហ្នឹងបាទកន្លែងលេខ2នេះកូនត្រូវបូកចម្លើយចូលគ្នាបូកណាកូនណាបូកពេលថាបូកចូលគ្នាដាក់ចូលគ្នាឲ្យរាប់តែឥឡូវយើងមើលចម្លើយយើងគឺ8ឬ4យើងបូកចូលគ្នាមកបាទ8បូកនឹង0 8 8បូក4 12កូនឃើញហ្មងកូនឃើញ10 12កូនឃើញលេខ2ខ្ទង់បាទលេខ2ខ្ទង់យើងអត់ទាន់ចូលជាផ្លូវការបានទេយើងត្រូវការបូកបន្តទៅទៀតដើម្បីឲ្យចេញលេខ1ខ្ទង់តោះឥឡូវយើងបូកទៀតមកបាទស្មើនឹងបាទ1បូកហ្នឹងនឹង2 1បូក2ស្មើ3ឥឡូវលោកគ្រូសេលេខ3បាទសេលេខ3នេះមកបន្តទៅទៀតយើងត្រូវធ្វើមកទៀតកូនបាទបន្តមកទៀតយើងត្រូវធ្វើប្រមាណវិធីគុណហើយយើងគុណចូលគ្នាមក3គុណនឹង7ឬក៏7គុណនឹង3តោះយើងសូត្រមានលេខមក7 3ដង20 21បាទគុណឃើញណា20 21បាទឥឡូវយើងមើលតើចម្លើយរបស់យើងលំហាត់របស់យើងចែកទៅមានសំណល់ដែរអត់បើមានសំណល់កូនត្រូវយកផលគុណនេះទៅបូកជាមួយនឹងសំណល់ទៀតឥឡូវយើងមើលតើលំហាត់យើងមានសំណល់អត់លំហាត់នេះគឺមានសំណល់4យើងបូកចូលជាមួយនឹង4ទៀតមកបាទ21បូកនឹង4ទៀតណាបងណាបាទបូកមក21បូក4បាទ4បូក1ស្មើ5បាទ2ឲ្យមេបូកទុំលាក់គុណមើលបាទឃើញលេខ20 25គឺលេខ2ខ្ទង់កូនយកអត់តកើតទៀតឃើញលេខ2ខ្ទង់នេះកូនត្រូវបូកបញ្ចូលគ្នាទៅទៀតដើម្បីឲ្យបានលេខនៅសល់តែ1ខ្ទង់ទេតោះកូនបូកចូលគ្នាមកបាទ2បូកនឹង5ស្មើម៉ាកូនបាទ2បូក5ស្មើ5ស្មើ5 7បាទដូច្នេះ7នេះយើងយកជាផ្លូវការបានហើយយើងយកទៅដាក់កន្លែងលេខ3ដាក់ខាងណាមុនក៏បានដែរតោះកូនដាក់មកកូនដាក់នៅខាងមុនក៏បានបាទតោះឥឡូវយើងបាន7ចុះនៅកន្លែងលេខ3ខាងនេះបានមកពីណាកូនបាទកន្លែងលេខ3នៅត្រង់នេះគឺកូនបានមកពីការបូកតំណាងចែកចូលគ្នាតោះកូនបូកតំណាងចែកចូលគ្នាមកហើយសល់លេខ1ខ្ទង់ដូចមិនអញ្ចឹងដែរតោះកូនបូកទាំងអស់គ្នាបាទ5បូកនឹង6ស្មើម៉ាកូន5បូកនឹង6ស្មើ10 11 11បូក3ស្មើម៉ាកូន11បូក3ស្មើ10 14 14បូកនឹង2ទៀតស្មើ10ម៉ាកូន14បូក2ស្មើ15ស្មើ16ឥឡូវគ្រូសេ16ឲ្យកូនមើលបាទស្មើ15 6បាទលទ្ធផលរបស់យើងគឺយើងចង់បានលេខ1ខ្ទង់ទេ2ខ្ទង់យើងអត់ទាន់យកជាផ្លូវការយើងបូកចូលគ្នាទៀតពេលណាគ្លិកបូកចេញឲ្យ2ខ្ទង់យើងត្រូវបូកបញ្ចូលគ្នាម្ដងទៀតដើម្បីឲ្យចេញលេខ1ខ្ទង់បូកតរហូតដល់លេខ1ខ្ទង់តោះកូនបូកទៀតមកបាទ1បូកនឹង6 5 7លោកគ្រូសរសេរលេខ5 7បាទដូច្នេះ7នេះយើងយកអាចទៅដាក់នៅកន្លែងប្រឡោះលេខ3តែយើងដាក់លេខ3នេះទៀតមកតាលទ្ធផលរបស់យើងគឺយើងបានជាផ្លូវការតើចម្លើយយើងត្រូវឬក៏ខុសកន្លែងនេះហើយដែលយើងត្រូវដឹងបាទដូច្នេះបាទបើសិនជាកូនបូកកូនបញ្ជាក់តាមលំដាប់លំដោយដោយលោកគ្រូបង្រៀនហើយកូនឃើញនេះអាកន្លែងលេខ3នេះបាទនេះកូនណាអាកន្លែងលេខ3នេះបាទ3នឹង3នេះលេខនេះគឺត្រូវស្មើគ្នាបើសិនជាលេខ7គឺលេខ7ដូចគ្នាបើសិនជាមួយខាងលេខ7មួយខាងលេខ6ចម្លើយរបស់កូនពិតជាមិនត្រឹមត្រូវទេកូនត្រូវការផ្ទៀងផ្ទាត់ឬក៏សូត្រមេលេខសារឡើងវិញបាទដើម្បីឲ្យបាទចម្លើយយើងបានត្រឹមត្រូវដូច្នេះការបង្ហាញអំពីរបៀបបញ្ជាក់លេខចែកបាទលោកគ្រូសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទចុងក្រោយកុំភ្លេចជួយចែករំលែកវីដេអូរបស់លោកគ្រូម្នាក់មួយផងអរគុណច្រើន